សួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងថ្ងៃនេះយើងមកជួបគ្នាទៀតណាជាមួយនឹងសំណួរមួយដែលគាត់បានសួរមកខ្ញុំដែលគាត់បាននិយាយថាកូនគាត់អាយុ10ឆ្នាំហើយគាត់នៅសុកចេញទឹកដោះអញ្ចឹងតើមានបញ្ហាអីអត់អញ្ចឹងបងប្អូនទាំងអស់គ្នាបញ្ហាដែលគាត់នៅសុកចេញទឹកដោះខុសពេលវេលាគឺវាអាចមានបញ្ហាច្រើនហើយបញ្ហាច្រើននោះគឺមិនមែនសិតតែបញ្ហាមិនល្អទាំងអស់ហើយបងប្អូនគឺវាអាស្រ័យទៅមើលថាតើអាយុយើងប្រហែលហើយក្នុងឱកាសហ្នឹងតើយើងមានលេបថ្នាំឬមួយក៏មានប្រើអុកម៉ូនអីអត់អញ្ចឹងការដែលយើងហៀទឹកដោះគឺទី1អាចមកពីអុកម៉ូនយើងនឹងប្រែប្រួលបងប្អូនអុកម៉ូនប្រែប្រួលគឺអាស្រ័យទៅលើអាយុទៀតអញ្ចឹងមនុស្សស្រីយើងពេលដែលយើងចាប់ផ្ដើមមានរដូវគឺអុកម៉ូនប្រែប្រួលខ្លាំងមែនទេកាលពេលដែលយើងនៅអាយុ2 10 3 10 4 15 10ហ្នឹងអាហ្នឹងគឺវាធ្វើឲ្យយើងហ្នឹងឡើងដើមទ្រូងដូរសលេងហើយនឹងមានរដូវមែនទេអញ្ចឹងគឺការផ្លាស់ប្ដូរក្នុងខ្លួនហ្នឹងគឺវាកើតឡើងនៅពេលដែលអុកម៉ូនយើងហ្នឹងវាប្រែប្រួលពីអាពេលយើងអាយុពី1ឆ្នាំដល់2 10ឆ្នាំឬមកក៏ពី1ឆ្នាំតាំងពីកើតរហូតដល់4 10ឆ្នាំហ្នឹងយើងអត់មានអីទាំងអស់អញ្ចឹងគឺវាអុកម៉ូនមួយយ៉ាងដល់ពេលដែលយើងចាប់ផ្ដើមមានរដូវយើងដល់អាយុយើងដែលយើងត្រូវមានរដូវអាហ្នឹងគឺអុកម៉ូនហ្នឹងគឺវាក្លាប់ចាក់ហ្មងណាគឺចង់និយាយថាពីអត់មានអុកម៉ូនសោះរហូតតែមានអុកម៉ូនច្រើនអាហ្នឹងគឺវាធ្វើឲ្យយើងហ្នឹងប្រែប្រួលរាងកាយប្រែប្រួលសម្លេងប្រែប្រួលរូបរាងទាំងស្រុងអញ្ចឹងអាហ្នឹងគឺដោយសារតែអុកម៉ូនយើងហ្នឹងគឺវាប្រែប្រួលអញ្ចឹងដូចគ្នាដល់ពេលដែលយើងកូនអាយុ10ឆ្នាំហើយអញ្ចឹងយើងវាអាចអ្នកខ្លះក៏អាយុ37អ្នកខ្លះក៏អាយុ30អញ្ចឹងណាដូចថាមានកូននៅក្មេងអញ្ចឹងដល់ពេលកូន10ឆ្នាំយើងក៏នៅក្មេងដែរបើដូចខ្ញុំបើកូនខ្ញុំអាយុ10ឆ្នាំគឺខ្ញុំអាយុ37ហើយអញ្ចឹងគឺវាមានកត្តាអុកម៉ូនប្រែប្រួលទី1គឺដោយសារតែអាចមកពីថ្នាំដែលយើងប្រើប្រាស់អាចនឹងថ្នាំពជាកំណើតឬមួយក៏ថ្នាំអីមួយយ៉ាងអញ្ចឹងណាឬមួយក៏អាចមកពីយើងនឹងប្រើប្រាស់ថ្នាំផ្សេងទៀតដែលពាក់ព័ន្ធជាមួយនឹងរាងកាយយើងដែលថ្នាំហ្នឹងគឺវាធ្វើឲ្យអុកម៉ូនយើងប្រែប្រួលអញ្ចឹងបងប្អូនអាចត្រឡប់ទៅមើលមកថាតើយើងមានប្រើប្រាស់ថ្នាំអ្វីណាមួយដែលធ្វើឲ្យអុកម៉ូនយើងប្រែប្រួលអត់តើកាលណាយើងប្រើប្រាស់ថ្នាំណាមួយនោះថ្នាំផ្សេងទៀតនៅក្នុងជីវិតយើងដែលយើងប្រើអាចនឹងប៉ះពាល់ជាមួយនឹងអុកម៉ូនអញ្ចឹងគឺធ្វើឲ្យតើអុកម៉ូនយើងប្រែប្រួលគឺរាងកាយយើងគឺប្រែប្រួលបងប្អូនចាទឹកដោះចេញដោះឡើងឈឺមានរឿងច្រើនណាអាហ្នឹងគឺទី1គឺដោយសារយើងប្រើប្រាស់ថ្នាំខ្លះដែលប៉ះពាល់ជាមួយអុកម៉ូនថ្នាំវិទ្យាកំណើតគឺមានអុកម៉ូនបងប្អូនចាកងដាក់ដៃខ្លះក៏មានអុកម៉ូនថ្នាំយើងលេបខ្លះក៏មានអុកម៉ូនអញ្ចឹងយើងអាចត្រឡប់ទៅសង្កេតមើលអាហ្នឹងវិញការប្រែប្រួលដោយការប្រើប្រាស់ថ្នាំអញ្ចឹងណាហើយមួយទៀតនោះគឺកត្តាអាយុរបស់យើងបងប្អូនមុនពេលយើងមករដូវគឺយើងអត់មានការប្រែប្រួលក្នុងខ្លួនទេដល់ពេលដែលយើងមករដូវគឺយើងមានការប្រែប្រួលក្នុងខ្លួនអញ្ចឹងណាហើយដល់ពេលដែលយើងអស់រដូវក៏យើងមានការប្រែប្រួលក្នុងខ្លួនដែរអញ្ចឹងណា It's just like that but then it's like a French tip អញ្ចឹងគឺវាអញ្ចឹងបងប្អូនបើសិនជាបងប្អូនចិត្តអស់រដូវអ្នកខ្លះដល់អាយុ50បងប្អូនមិនគេចាប់ផ្ដើមប្រែប្រួលប៉ុន្តែដោយតែពេលដែលយើងមានអញ្ចឹងអ្នកខ្លះ10ឆ្នាំក៏មានរដូវអ្នកខ្លះក៏5 10ទៅមានអញ្ចឹងណាអញ្ចឹងគឺអាស្រ័យលើរាងកាយរៀងខ្លួនអញ្ចឹងអាហ្នឹងគឺបញ្ហាទី2ដែលយើងត្រូវមើលថាតើយើងហ្នឹងវាចិត្តដល់អាយុអញ្ចឹងមែនហើយមានអាការៈអីខ្លះទៀតអត់ឬមួយក៏គ្រាន់តែចេញទឹកដោះមកអញ្ចឹងណាអញ្ចឹងអាហ្នឹងគឺវាមានប៉ុណ្ណឹងបងប្អូនខ្ញុំដឹងរឿងពីប្រភេទហ្នឹងហើយមួយទៀតដែលខ្ញុំចង់ប្រាប់បងប្អូននៅពេលដែលបងប្អូនមានបញ្ហាបែបហ្នឹងបងប្អូនគួរទៅពេទ្យស្ត្រីដូចជា clinic រ៉ាក់អញ្ចឹងរ៉ាក់គឺសំខាន់បងប្អូនណាបងប្អូនត្រូវតែប្រស្រ័យតាក់ទងជាមួយរ៉ាក់ឲ្យច្រើនព្រោះរ៉ាក់គឺជាកន្លែងសំខាន់សម្រាប់មនុស្សស្រីយើងដែលធ្វើឲ្យយើងនឹងមានសុខភាពល្អហើយយើងអត់អស់លុយច្រើនអញ្ចឹងណាចាចឹងបងប្អូនអរគុណទាំងអស់គ្នាណាហើយកុំភ្លេចចែករំលែកវីដេអូនេះឲ្យអ្នកផ្សេងបានដឹងផងចាអរគុណ